តាមដំណើរថាខ្លួនប្រាណរបស់មច្ឆាសម្រស់សុទ្ធតែជាកំណប់ត្រកទឹកភ្នែកខ្លាយជាគុជមានតម្លៃមហាសាលកាត់ថ្លៃមិនបានឈាមអាចធ្វើឲ្យមនុស្សរក្សាសម្រស់បាននៅក្មេងជារៀងរហូតការពាររាល់ជាតិពុលទាំងពួងការដែលមានវាគឺស្មើនឹងការក្តាប់ជាប់នៅអាចកំបាំងនៃជីវិតអមតៈតម្លៃចាប់ផ្ដើមដេញថ្លៃត្រឹមតែ20លានយន់ប៉ុណ្ណោះមច្ឆាសម្រស់នេះស្អាតខ្លាំងណាស់ខ្ញុំឲ្យ50លានយន់50លានយន់សកានឹងឈាមរបស់វាមានតម្លៃខ្ពស់ណាស់សម្រាប់ការស្រាវជ្រាវនិងឈាមរបស់វាមានតម្លៃខ្ពស់ណាស់សម្រាប់ការស្រាវជ្រាវខ្ញុំចង់យកវាទៅវះកាត់ធ្វើជាវត្ថុតាំងបង្ហាញ100លានយន់ល្មមតែខ្ញុំចង់បដូរសត្វចិញ្ចឹមថ្មីផងលោកអាកានីយកហ៊ូអ្នកនាងសិនទើបតែសន្លប់នៅមន្ទីរពេទ្យម្ដងទៀតហើយគ្រូពេទ្យនិយាយថាប្រសិនបើនៅតែគ្មានឈាមពិសេសដែលសមស្របមកធ្វើជាថ្នាំទេនោះអ្នកនាងសិនប្រហែលជាមិនអាចរស់រានមានជីវិតផុតខែនេះឡើយទោះបីជាត្រូវចំណាយក្នុងតម្លៃណាក៏ដោយត្រូវដេញថ្លៃកំឆាននេះឲ្យបានឈាមរបស់នាងខ្ញុំត្រូវតែយកឲ្យបានបាទលោកអាកានីយកហ៊ូមច្ឆាសម្រស់មកពីទីបូព្រានេះជាលើកដំបូងហើយដែលខ្ញុំបានឃើញខ្ញុំឲ្យ1000លានយន់ពួកអ្នកដណ្ដើមមិនឈ្នះខ្ញុំទេ2000លានយន់2000លានយន់លោកអាកានីយកហ៊ូឲ្យតម្លៃ2000លានយន់តើមានអ្នកណាឲ្យលើសនេះទៀតទេ2000លានយន់លើកទី1 2000លានយន់លើកទី2 2000លានយន់លើកទី3សម្រាប់លោកសូមអបអរសាទរលោកអាកានីយកហ៊ូដែលទទួលបានកំណត់ទ្រព្យដ៏កម្រនេះនាំយកទៅមន្ទីរពេទ្យឯកជនលោកអាកានីយកហ៊ូនាំយកទៅវិញហើយតើត្រូវចាត់ការរបស់នេះយ៉ាងដូចម្តេចតើត្រូវរៀបចំអាងទឹកធំប៉ុណ្ណាដែររៀបចំអាងទឹកធ្វើអីបញ្ជូនទៅបន្ទប់វះកាត់ផ្ទាល់តែម្ដងជូនដំណឹងដល់ក្រុមគ្រូពេទ្យឲ្យត្រៀមបូមឈាមផាំងធ្វើឲ្យលឿនបន្តិចអារម្មណ៍នៅរងចាំនៅឡើយឆាប់សង្កត់គេឲ្យជាប់ឆាប់ឡើងកុំបូមឈាមខ្ញុំអីលោកពុកសញ្ញាជីវិតរបស់មច្ឆានេះគឺពិសេសខ្លាំងណាស់បូមឈាម1000មីលីលីត្រយកទៅធ្វើតេស្តបំបែកធាតុសិនកុំអីវឌ្ឍនភាពដល់ណាហើយបូមឈាមចេញមកហើយឬនៅផាំងមៀវសូមអង្វរលោកមាចេញទៅឲ្យឆ្ងាយកុំមកប៉ះពាល់ខ្ញុំសង្កត់គេឲ្យជាប់រួចបូមឈាមភ្លាម